mình suốt cô có cái ở con tre sầm để sọc san là cầm láng cái nông cang là dùng mà chụp hình như không mà sọc đạp mấy chả trên ngày đi đá là một viên tị cả tị pram muối tẹt tụ chùi nướng đây là tị bí cứ thí cồn chả trên ngày đấy cứ như nó ông bây giờ được chia hai cái bàn đơn vô chụp nào muối đặc biệt dùng một bằng hai cố này dừng ăn một thiên chụp nào sân của to máu chẳng dừng đặt sải chụp nào chụp một nghề trả tỏ chất té lụa tùng đánh muối lụa ỏng có bay một phết khăn nóng mùi tháng ấy ỏng cóประเภท tí muối lụa ó pi rồi 55 kg ประเภท tí pi ลวกอ๋อ260 kg นึ่งประเภท tí 3 ลวกอ๋อ238 kg គេប្រាប់យើងទៀតថាតម្លៃប្រភេទអង្ករទី1គឺ 3,500 ចារៀលតម្លៃអង្ករប្រភេទទី2ថ្លៃ 2,800 រៀលនិងតម្លៃអង្ករប្រភេទទី3ថ្លៃ 1,950 រៀលអញ្ចឹងក្នុង1គីឡូក្រាមអញ្ចឹងគេសួរថាតើផ្ទះនោះលក់អង្ករទាំងអស់បានប្រាក់ប៉ុន្មានរៀលអញ្ចឹងបើសិនជាយើងមើលមកផ្លេតណាកូនច្បាស់ជាច្រឡំមិនមែនទេកូនគាត់ថាអូស្រួលហ្នឹងពួកគេរកចំនួនប្រាក់ទាំងអស់ជាងកូនបាច់គាត់ថាអូយើងបូកឯមែនទេកូនចាប៉ុន្តែយើងត្រូវអានប្រធានចំណងឲ្យយល់សិនណាកូនណាកុំដើម្បីជៀសវាងការយល់ច្រឡំអញ្ចឹងយើងអានម្ដងទៀតផ្ទះលក់ទំនិញមួយលក់អង្ករ3ប្រភេទក្នុងមួយប្រភេទអង្ករប្រភេទទីក្នុងមួយថ្ងៃសំទោសក្នុងមួយថ្ងៃអង្គប្រភេទទី1លក់អស់255 kg ប្រភេទទី2លក់អស់360 kg និងប្រភេទទី3លក់អស់238 kg ចឹងគេបានប្រាប់យើងបន្តទៀតថាតម្លៃអង្គប្រភេទទី1មានចាណាកូនចាមកមើល 3,500 រៀលតម្លៃអង្គប្រភេទទី2ថ្លៃ 2,800 រៀលនិងតម្លៃអង្ករប្រភេទទី3ថ្លៃ 1,950 សំដៅ 1,950 រៀលក្នុង1គីឡូក្រាមអញ្ចឹងសំណួរគេសួរថាតើផ្ទះនោះលក់អង្ករទាំងអស់បានប្រាក់ប៉ុន្មានរៀលអញ្ចឹងយើងមើលមកថាធ្វើប៉ុន្មានទីអីគេគាត់ចាពួកកន្លែងនេះគេបញ្ជាក់យើងថាទាំងអស់អញ្ចឹងពាក្យថាទាំងអស់នេះយើងច្បាស់ជាគិតថាយើងធ្វើប៉ុន្មានទីបូកហ្នឹងមិនមែនប៉ុន្តែដើម្បីដឹងអំពីតម្លៃសំទោសចាស់ហ្នឹងឲ្យតម្លៃអង្ករមួយដែលយើងបានលក់ចេញនេះគុណឃើញអត់គេប្រាប់យើងថាលក់ចេញក្នុងមួយថ្ងៃអង្ករប្រភេទទី1លក់ចេញប៉ុណ្នេះប្រភេទទី2អស់ប៉ុណ្នេះប្រភេទទី3អស់ប៉ុណ្នេះមែនទេអញ្ចឹងយើងត្រូវយកអីគេគាត់ចាយកអីគេតោះឥឡូវយើងមកមើលពីឆ្លើយសិនតាមយើងទៅមកពីទីចឹងតែគេសុំបិទគីឡូទៅរៀនអត់តាមដងតោះអញ្ចឹងគាត់មើលរកប្រាក់លក់អង្ករប្រភេទទី1ចាយើងត្រូវរកប្រាក់ដែលយើងលក់អង្ករប្រភេទទី1ឲ្យឃើញសិនណាចាអញ្ចឹងយើងត្រូវយកបានកូនតម្លៃអង្ករប្រភេទទី1ទៅគុណនឹងចំនួនដែលយើងលក់ចេញណាតោះឥឡូវគុណមើលយើងគុណមិនតោះ5 ដង 0 5 ដង 0 5 ដង 25 សិលេខ5ក្រាកុក2ចា5 3 ដង 15 15និង2គឺ15 2ចាអញ្ចឹងយើងគុណខ្ទង់បន្តទៀតគឺខ្ទង់10ចាអញ្ចឹងនៅកន្លែងនេះយើងដឹងយើងចូលបានរៀនវិធានទី3 4មកហើយវិធីគុណអញ្ចឹងយើងអាចដាក់នៅខ្ទង់រៀនទៀតគឺយើងដេញខ្ទង់មកមួយនេះគុណចាខ្ទង់10តោះ5 ដង 0 5 ដង 0 5 5 ដង 25 សិលេខ5ក្រាកុក2 5 3 ដង 15 15និង2គឺ15 2ចាចឹងគេគុណមួយទៀតនៅខ្ទង់អីគាត់ចាខ្ទង់រយ2 ដង 0 2 ដង 0 2 5 ដង 10 10សិលេខ0ត្រាពុក1ចា2 3 ដង 6 6និង1គឺ5 2អញ្ចឹងយើងយកចំនួនដែលយើងបានគុណនោះបូកបញ្ចូលគ្នាយើងនឹងឃើញចម្លើយអីគេចាតម្លៃនៃអង្ករប្រភេទទី1គឺប៉ុន្មានគុណចាគឺ 892,500 រៀលចាអញ្ចឹងយើងទៅធ្វើការរកប្រាក់លក់អង្ករប្រភេទទី2វិញម្ដងអានេះអ្នកគ្រូសម្រាយកូនបានយល់ណាយើងអត់ធ្វើវិធីកាត់ទេគឺយើងសម្រាយមួយតែម្ដងចាអញ្ចឹងយើងយកតម្លៃនៃប្រភេទអង្ករទី2មកគុណចំនួនដែលយើងលក់ចេញចាក្នុងមួយថ្ងៃអញ្ចឹងយើងគុណមិនចាតោះយើងចាប់ដើមគុណដូចមិនមក0 ដង 0ចា0 ដង 0 0 8 ដង 0
ចា0 2ដងគឺនៅតែ0ណាកូនចាតោះយើងកូននៅក្នុង10បន្ត6 0ដង0 6 0ដង0 6 8ដង48អញ្ចឹងយើងទៅសេលេខ8ត្រាទុក4ចា6 2ដង12 12និង4គឺ15 1ចាអញ្ចឹងយើងគុណនៅក្នុងបន្តទៀតនៅក្នុង100ចា3 0ដងគឺ0ចា3 0ដង0 3 8ដង24សេលេខ4ត្រាទុក2ចា3 2ដង6 6និង2គឺ8អញ្ចឹងយើងបូកបន្តមកកូនចា0ទម្លាក់ចាអញ្ចឹងនេះគឺ8 6 10សេលេខ0ត្រាទុក1 1និង1 2 2និង8គឺ10អញ្ចឹងចម្លើយរបស់វាឃើញកូនចាគឺឃើញយើងរាប់មកឃើញណានេះរាយ10 100 1000 10000 សែនលានមែនទេចឹងឃើញ1លាន8000រៀលចានេះនៅអង្គប្រភេទទី2អញ្ចឹងយើងទៅមើលរោគអង្គប្រភេទទី3ទៀតថាតើតម្លៃដែលគេបានដាក់ឲ្យនៅក្នុងអង្គប្រភេទទី3តម្លៃប៉ុន្មានចាគឺ1000សំដៅចា1150រៀលយើងគុណនឹងចំនួនអង្គដែលយើងបានលក់ចេញចា233គីឡូក្រាមហ្នឹងអញ្ចឹងយើងគុណដូចនៅអង្គប្រភេទទី2និងទី1ដែរកូនចាតោះ8 0ដងគឺ0 8 5ដង40សរសេរលេខ0ក្រាមទៅ4ចា8 4ដង72 72នឹងតោះភាសាសំលេខចា8ឥឡូវយើងម្ដងខ្ញុំសុំម្ដងទៀតតោះ8 0ដងគឺ0 8 5ដង40សរសេរលេខ0ក្រាមទៅ4ចា8 4ដង72 72និង4គឺម៉ានគុណចា76ចឹងយើងទៅសេលេខ6ក្រាតុប7ចា8ម្ដង8 8និង7គឺ10 15ចាចឹងយើងមកគុណខ្ទង់បន្ទាប់ទៀត3 0ដងគឺ0 3 5ដង15ចាសរសេរលេខ5ក្រាតុប1ចា3 9ដង27 27និង1គឺ20ចា3ម្ដង3មកយើងសេលេខ3ក្រាតុប2ណាកូនណាចា3ម្ដង3 3និង2គឺ5ចាចឹងយើងគុណខ្ទង់បន្ទាប់ទៀត2 0ដងគឺ0ចានេះ0 2 5ដង10សរសេរលេខ0ក្រាតុប1ចាទុក1នៅលើ2 9ដង18 18និង1គឺ19ចាយើងសរសេរលេខ9មក2ម្ដង2 2និង1គឺ3ចាចឹងចម្លើយយើងបូកចូលគ្នាមកចាយកលេខកូនដែលយើងបានគុណម្ដងមួយខ្ទង់ហ្នឹងបូកចូលគ្នាមកចា0ទម្លាក់ចា6 + 5 11សរសេរលេខ1ត្រាទុក1ចា1និង5 6 6និង8 14យើងសរសេរលេខ4ត្រាទុក1ទៀតចា1និង1 2 2និង5បានកូនចា2និង5គឺ7 7និង9គឺ15 6យើងសរសេរលេខ1ត្រាទុក1 1បូក3គឺ4ចាអញ្ចឹងយើងនឹងឃើញចម្លើយអង្គប្រភេទទី3គឺ4,64100រៀលចាអញ្ចឹងនៅពេលដែលយើងរកចំនួនប្រភេទអង្គទាំង3នេះឃើញហើយយើងត្រូវយកចំនួនដែលយើងបានរកចាតម្លៃចំនួនដែលយើងបានរកឃើញហ្នឹងទៅបូកបញ្ចូលគ្នាចានោះយើងនឹងរកឃើញប្រាក់លក់អង្គទាំងអស់របស់យើងហើយចាអញ្ចឹងគាត់ដឹងហើយថាវិធីបូកជាគាត់អាចជ្រើសរើសយកប្រភេទអង្គទី1មកពេលមកបូកជាមួយនឹងប្រភេទអង្គទី2សិនក៏បានឬក៏កូនចង់យកប្រភេទទី1មកបូកជាមួយនឹងប្រភេទទី2ក៏បានឬក៏យកប្រភេទទី2នេះទៅបូកមកទី3ក៏បានតែនៅថ្ងៃនេះគ្រូជ្រើសរើសយកប្រភេទទី1បូកជាមួយនឹងប្រភេទទី3ចាដើម្បីងាយស្រួលក្នុងការដែលយើងបូកចាអញ្ចឹងលេខបូកកូនធ្លាប់បូកហើយគឺងាយស្រួលមែនតើអញ្ចឹងយើងបូកមកអញ្ចឹងប្រភេទអង្គទី1និងទី3គឺបញ្ចូលគ្នាចា0 បូក0គឺ0ចា0 5បូក1 6 2បូក4គឺ6 9បូក6គឺ15សេលេខ5ត្រាទុក1 1បូក8គឺ9 9និង4គឺ13ចានេះគឺជាចម្លើយរបស់យើងដែលយើងបានយកអង្គប្រភេទទី3បូកជាមួយនឹងតម្លៃអង្គប្រភេទទី1យើងគិតប៉ុណ្ណឹងហើយបន្តមកយើងយកចំនួនតម្លៃអង្គប្រភេទទី1និងទី3ដែលយើងបូកបានមិញនេះទៅបូកជាមួយនឹងតម្លៃប្រភេទអង្គទី2ចាយើងបូកចូលគ្នាមកនោះយើងនឹងរកឃើញចម្លើយលុយដែលយើងលក់បានអស់ហើយចាប្រាក់ដែលយើងលក់អង្គចេញទាំងអស់ចឹងយើងបូកមក0បូក0គឺ0 0បូក0 0 0បូក6គឺ6ចា6បូក8គឺ14សរសេរលេខ4ត្រាទុក1 1និង5 6ចា0យើង
មានវាយយើងប្រឡាក់6មកចា3 បូក0គឺ3ដដែលចា1បូក1គឺ2អញ្ចឹងចម្លើយរបស់យើងគឺយើងដាក់ថាម៉េចយើងឆ្លើយថាម៉េចគាត់ចាយើងឆ្លើយថាប្រាក់លក់អង្គទាំងអស់មាន2,364,600 រៀលចានេះគឺជារបៀបដែលយើងដោះស្រាយចំណោទអញ្ចឹងคุณឃើញទេទាំងអស់គ្នាចាអញ្ចឹងបើសិនជាយើងមើលអត់បានច្បាស់យើងអាចអានធានចំណោទឲ្យច្បាស់លាស់ទេនោះចំណោទរបស់យើងច្បាស់ជាភ័ន្តច្រឡំហើយថាអូប្រហែល P គឺធ្វើប្រហែល T បូកនេះអញ្ចឹងអ្នកគ្រូមានតែប៉ុណ្ណឹងបើសិនជាកូនមានចម្ងល់យើងនឹងជួបគ្នានៅក្នុងសប្តាហ៍ក្រោយបន្តទៀតហើយកូនអាចយកចំណោទនេះទៅដោះស្រាយនៅផ្ទះបន្ថែមបើសិនជាកូនអត់ចូលឡើងណាចាំសប្តាហ៍ក្រោយយើងនឹងជួបគ្នាសូមព្រះគុណអរគុណគុណរបស់គ្នា